ជំរាបសួរលោកគ្រូនាងខ្ញុំធ្វើទុកជាតាមកពីក្រុម SU15 ហើយនេះគឺជាវីដេអូទី2ដែលខ្ញុំនឹងធ្វើការ show អំពីការប្រើប្រាស់ command line ដំបូងយើងរក command ពីរបៀបនេះដើម្បីទីតាំងហើយទៅមក cd thumb ដើម្បីមើលទីតាំងរបស់ thumb ហើយទៅមកយើងគឺការសរសេរបង្កើត folder ដែល folder របស់យើងវាគឺជាfolder របស់យើងមានដូចជា folder doc folder image folder backup អូខេឥឡូវដល់កន្លែងនេះគឺយើង command ដើម្បីសរសេរ tool file ដើម្បី create tool file នៅក្នុង folder doc អូខេដែលមាន file ទី1របស់យើងហ្នឹងដែលមាន file ទី1របស់យើងហ្នឹងគឺ file backup តោះមកយើង copy ដាក់ backup folder ព្រោះយើងធ្វើការ show ជួយដែលយើងបានបង្កើតគឺលោកគ្រូឈឹងវីដេអូនេះក៏ដល់ទីបញ្ចប់ហើយជំរាបលាលោកគ្រូ see you វីដេអូក្រោយ